tới dương gì ba ngày ní là mày bong ôn bàn dul rồi ngày ní chua cái này hưng trao hay hưng salmon nâng nhằm mày ở đây dương chỗ đó nhằm mày bỏng chắc cái thà salmon nâng đừng phải dương nhằm chao ba này ta trao nâng nhằm chao bán rồi nhằm bàn và biệt ru bong ôn nó cái này vợ mà chụp nhom mùi nâng bong ở tha xa cho mày nó thì thấy ngày ní nhom trong phải chết ở ba mày bong ôn nó chết để sao ta cảจะเจ๊งเวงนี่ในเรื่องบรรดาสังคมนึกจานเป๊ะอย่างปีไตรสามมอนให้หนังเต้าใช่ไหมใช่ไงสมัยบองไปเจ๊เอาใช่ป่ะแต่ตัวสิจนทำไมก็จะล้ำเตียนแบบ salmon ให้หนังเต้ากับไปtới thầy đến về thầy đến vềในក្នុងអបោជាមួយគ្នាទេគេហៅថាអបោsalmon បាទហើយតើកាលណាពូពពុះអបោពួក salmon ហ្នឹងគឺវាមានពូជរបស់វាហ្នឹងជាង300ពូជបសរុបអស់ហ្នឹងហើយអាហ្នឹងវាមានចែកជាពីរទៀតគឺប្រភេទ salmon នៅមួយប្លុក Atlantic ហើយនិង Pacific មាន Atlantic salmon រៀងសាំជាងច្រើនហេតុអីអាហ្នឹងយើងត្រូវមើលវិវត្តនៃដំណើរធម្មជាតិរបស់វាវិញត្រី Atlantic salmon គឺវាកើតនៅក្នុងទឹកសាបបាទហើយធំលូតលាស់នៅក្នុងទឹកសាបនៅក្នុងទឹកសាបសិនប៉ុន្តែនៅពេលដែលចិត្តពេញវ័យពេលគេហៅបើថាមកជាមនុស្សចតុងអីហ្នឹងគឺវាទៅសមុទ្របាទទៅសមុទ្រហើយនៅពេលដែលវានៅសមុទ្រហ្នឹងគឺវាបន្តពូជអីនៅសមុទ្រហ្នឹងមានផ្ទៃពោះហ្នឹងវាមកកន្លែងដើមរបស់វាបាទអញ្ចឹងត្រី Atlantic salmon គឺរស់នៅទឹកសាបនិងទឹកប្រៃបាទប៉ុន្តែពួក trout នេះគឺអាចនៅទឹកសាបសុទ្ធក៏បានឬមួយក៏សមុទ្រសុទ្ធក៏បានវាអត់សូវប៉ះដូរទេក្នុងករណីបើសិនជាវានៅក្នុងទឹកសាបសុទ្ធគេហៅវាភាគច្រើនគេហៅវា rainbow trout បាទ rainbow ដោយសារហើយពណ៌វាយើងមើលឃើញច្បាស់គឺពណ៌វាគឺអាខាងក្រៅហ្នឹងគឺស្អាតដូចអិនតនូអញ្ចឹងគេហៅ rainbow ប៉ុន្តែសាច់ខាងក្នុងវាមិននេះហើយប៉ុន្តែមួយទៀតគេហៅ short trout ហ្នឹងគឺគេចិញ្ចឹមនៅក្នុងសមុទ្របរិយាកាសនៅក្នុងសមុទ្រ short ហ្នឹងបានន័យថាគឺដៃសមុទ្រដែលចូលទៅហ្នឹងហើយមានភ្នំតកនៅអមសងខាងហ្នឹងអញ្ចឹងអាទឹកដែលគេចិញ្ចឹមហ្នឹងគឺវាទឹកភ្លាវទឹកប្រៃវាទឹកសាបអាទឹកសាបដែលគេនេះនៅក្នុងនឹងមកហ្នឹងអញ្ចឹងគេចិញ្ចឹមនៅក្នុងហ្នឹងអញ្ចឹងបានគេហៅថា short trout នៅក្នុងស្រុកខ្មែរបញ្ហាកន្លងមកហ្នឹងការពិតវាអត់មានបញ្ហាអីជាមួយនឹងត្រីទាំងទេបាទអ្វីដែលមានបញ្ហាទៅពេលដែលយើងលក់ប្រាប់ទៅអតិថិជនយើងត្រូវប្រាប់ឲ្យច្បាស់ថាអូខេអាហ្នឹងគឺ salmon Atlantic បាទហ្នឹងគឺច្រៅបញ្ជាក់ប្រាប់បងប្អូនមកទៀតបងវុធាគឺជាអ្នកជំនាញលក់ត្រី20ឆ្នាំជាងហើយគេបងប្អូនមិនដឹងខ្ញុំសូមបញ្ជាក់ម្ដងទៀតឥឡូវចូលដល់វគ្គវិភាគពីត្រី salmon ហើយនឹងត្រាវហើយបងបញ្យល់ច្បាស់ salmon ពណ៌មិនត្រាតពណ៌មិនគឺបើពីរហ្នឹងបើយកមកដាក់ជាមួយគ្នាគឺត្រាវវាពោវាដិតជាងត្រាវដិតជាងបងប្អូនចាំឲ្យច្បាស់ណាបានន័យថាត្រាវទឹកក្រូចដិតជាងហើយសាម៉ុនគឺវារៀងស្លេកជាងអញ្ចឹងតែស្លេកមិនស្អាតបាទស្លេកជាងបាទអញ្ចឹងហើយបានជាអ្នកនេះធម្មតាពេលមើលឃើញទៅឃើញត្រីទាំងពីរហ្នឹងគិតថាត្រី Atlantic salmon ហ្នឹងរកត្រីហ្នឹងអត់ស្រស់បាទវាដោយសារពោវាស្លេកជាងបាទទៅជាយកអាត្រាតនឹងវិញអាត្រាវនឹងវិញត្រាវបាទហើយដល់ពេលអ្នកលក់ប្រាប់អត់ច្បាស់នំគ្នាទៅហូបអាត្រាវអូខេឥឡូវយើងយល់ច្បាស់ណាហើយមួយទៀតក្លិនទៅជាគេថាដោយសារទាំងអស់គ្នាស្អប់ត្រាតទៅថាត្រាតនឹងឆ្អាបជាង salmon ឆ្អាបតិចឥឡូវនិយាយពីក្លិនវិញបងអត់ពាក់ព័ន្ធទេបាទអត់ពាក់ព័ន្ធទេពីព្រោះធម្មជាតិត្រីមកពីនោះមកគឺវាតកតូននឹងក្លិនហ្នឹងគឺបច្ចេកទេសនៅក្នុងការវេចខ្ចប់បច្ចេកទេសនៅក្នុងការទុកដាក់បាទទាំង Atlantic ទាំងត្រាវគឺតាកាលណាយើងទុកដាក់អត់ល្អគឺវាក្លិនឆ្អាបហ្នឹងគឺវាមកលឿនណាបាទមកលឿនណាសុភាសិតខ្មែរយើងធ្លាប់មានហ្នឹងត្រីមួយត្រកថាសយមួយសយផងគឺវាលឿនវាទៅតាមវាឆ្លងទៅតាមគ្នាហ្នឹងអញ្ចឹងបានន័យថាពីរហ្នឹងវាឆ្អាបដូចគ្នាឬមិនបងបើសិនជាវាស្រស់វាអត់ឆ្អាបទេបើសិនជាវាស្រស់វាអត់ឆ្អាបទេបាទឥឡូវយើងនិយាយពីមិញយើងនិយាយពីពណ៌ត្រីរួចហើយយើងនិយាយពីក្លិនត្រីរួចហើយឥឡូវយើងនិយាយឲ្យច្បាស់ថ្ងៃនេះដើម្បីឲ្យបងប្អូនបានយល់រាល់ថ្ងៃនេះឆ្លោះគ្នារឿងត្រាស់ហើយនឹងសាម៉ុនហ្នឹងញ៉ាំមិនឥឡូវយើងចូលដល់ញ៉ាំហើយបងអញ្ចឹងគេថាសាម៉ុនហ្នឹង
đang ở dương nhằm chào bán này trao nâng nhằm chào bán rồi cái nhằm bán បានដូចគ្នាអត្តឡងតិចសាម៉ុននិងខ្យល់ត្រៅគឺសត្វតែអាចទទួលទានឆៅបានដូចគ្នា chào bán បាទ ឥឡូវបងប្អូនយល់ច្បាស់ណាបានន័យថាត្រាស់ហ្នឹងវាមានទៀតវាមានឈ្មោះថា short trap ហ្នឹងវាចិញ្ចឹមនៅសមុទ្រទឹកសមុទ្រអាហ្នឹងយើងហូបឆៅបានចាត្រាស់ដែលហូបឆៅអត់បានជាត្រាស់អីគេបង អាហ្នឹងគឺប្រភេទដែលចិញ្ចឹមនៅក្នុងទឹកសាប ត្រាស់ចិញ្ចឹមក្នុងទឹកសាប បាទដែលចិញ្ចឹមនៅក្នុងទឹកសាបដូចដែលយើងមានពាក្យដែលយើងជាទូទៅហៅថា rainbow trout rainbow trout ប៉ុន្តែយើងវាកម្រមានណាហើយរទេវាមកគឺនៅពេលដែលវាសាច់មកគឺយើងដាក់ បាទឥឡូវបងប្អូនខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ណាឥឡូវយើងច្បាស់ដូចថ្ងៃហើយឥឡូវបានន័យថាសាមុនយើងអាចហូបឆៅបានត្រាស់ក៏យើងអាចហូបឆៅបានប៉ុន្តែត្រាស់ហ្នឹងគឺមានឈ្មោះថា short trout ចេះបងចាំមើលខ្ញុំសេអង់គ្លេសឲ្យប៉ុន្តែបើ rainbow trout យើងអាចហូបឆៅបានទេប៉ុន្តែតាមរយៈបងនិយាយមកថាខ្មែរយើងអត់បានយក rainbow trout មកលក់ទេគឺយក short trout មកលក់អញ្ចឹងបានន័យ short trout អាចហូបឆៅបានដូចគ្នាគាត់ថាបើបងប្អូនចូលចិត្តសាមុនមកសួរម្ចាស់ហាងទៅតែឥឡូវខ្ញុំ យកសាមុនខ្ញុំអត់យកអាខ្យល់ត្រាវទេអញ្ចឹងនិយាយច្បាស់ទៅហើយបើបងចង់សាកបងប្អូនចង់សាកទិញមកទាំងពីរសាកមើលទៅរសជាតិវាមិនអាខ្យល់ត្រាវហ្នឹងចាំមើលខ្ញុំនឹងសាកអាពីរហ្នឹងហើយចង់ដឹងថារសជាតិវាមិនតែបើចំពោះតម្លៃវិញបងខ្យល់ត្រាវហើយនឹងសាមុនត្រាវ វា សាមុន តម្លៃប្រហាក់ប្រហែលគ្នាទេអត់មានពេលខ្លះត្រាវថ្លៃជាងសាម៉ុន បាទមានពេលខ្លះសាម៉ុនថ្លៃជាងអញ្ចឹងដូចជាប្រហែលខែមុនហ្នឹងគឺត្រាវហ្នឹងតម្លៃត្រាវហ្នឹងគឺឡើងខ្ពស់ជាងសាម៉ុនច្រើនតែវាតម្លៃហ្នឹងវាប្រហាក់ប្រហែលឡើងចុះទីផ្សារនៅក្នុងទីផ្សារត្រីសាម៉ុនហ្នឹងគឺតម្លៃវាប្រែប្រួលទៅតាមសប្តាហ៍ បាទឥឡូវយល់ច្បាស់ហើយបងប្អូនណាយល់ច្បាស់ហើយដូចថ្ងៃបានន័យថាសាមុនក៏អាចហូបឆៅបានត្រាវក៏អាចហូបឆៅបានតែត្រាវឈ្មោះខ្យល់ត្រាវអញ្ចឹងថាសួរគេឲ្យច្បាស់ហើយបើចង់ហូបរបស់ពិតប្រាកដមកហាងបងទៅសាមុនហៅណាបងក៏ចូលមកពីប្រភពច្បាស់លាស់មានពីណ័រវេហើយនិងពីប្រទេសអូស្ត្រាលីអញ្ចឹងជួបគ្នានៅវីដេអូក្រោយទៀតបាទសូមអរគុណ